សូមអនុមោទនាពិធីបុណ្យវិសាខបូជាដែលស្ថិតនៅវត្តសីហរតនារាមភូមិឡូរីសង្កាត់រកាក្នុងក្រុងដូនកែវខេត្តតាកែវប្រារព្ធពិធីបុណ្យវិសាខបូជានេះឡើងដោយហេតុ3យ៉ាង1រំលឹកដល់ថ្ងៃដែលព្រះបរមគ្រូនៃយើងដែលព្រះអង្គប្រសូតចេញពីព្រះអូទ័រនៃព្រះមាតា2រំលឹកដល់ថ្ងៃដែលវិសេសវិសាលបំផុតដែលទេវតានិងមនុស្ស10000លោកធាតុក៏ក្រៅធរណីទាំងឡាយគឺថ្ងៃដែលព្រះសម្មាសម្ពុទ្ធជាម្ចាស់ព្រះអង្គទ្រង់បានត្រាស់ដឹងនៅចតុរាអរិយសច្ចទី3រំលឹកដល់ថ្ងៃដែលព្រះសម្មាសម្ពុទ្ធជាម្ចាស់ជាសាស្តានៃយើងដែលព្រះអង្គដាក់ព្រះជន្មនៃយុគសង្ខារនៅក្នុងព្រះជន្ម80ព្រះវស្សាគុណព្រះពុទ្ធសាសនារុងរឿងដោយហេតុ5យ៉ាង1ឧស្សាហ៍ស្ដាប់ព្រះធម៌2ឧស្សាហ៍រៀនធម៌3ខិតខំទ្រទ្រង់ព្រះធម៌4បានពិចារណានៅធម៌5ប្រតិបត្តិធម៌ដោយក្តីគោរពគឺយកចិត្តទុកដាក់ដោយហ្មត់ចត់មានន័យថាពួកពុទ្ធបរិស័ទខិតខំស្ដាប់ធម៌រៀនធម៌ទ្រទ្រង់ធម៌ពិចារណាធម៌ប្រតិបត្តិដោយគោរពនៅធម៌នោះព្រះពុទ្ធសាសនានឹងរុងរឿងរីកចម្រើនហិតថេរចេរកាលបើពួកបរិស័ទទាំង4មានភិក្ខុនីឧបាសកនិងឧបាសិកាខិតខំយកចិត្តទុកដាក់ដោយគោរពប្រតិបត្តិតាមធម៌វិន័យព្រះពុទ្ធព្រះបរមគ្រូដោយហ្មត់ចត់ធ្វើឲ្យអ្នកទាំងអស់នោះមានការយល់ដឹងជ្រាបជ្រាបនៅព្រះពុទ្ធវចនៈនាំឲ្យអ្នកទាំងអស់នោះបានសេចក្តីសុខសេចក្តីចម្រើនហើយព្រះពុទ្ធសាសនាក៏ចេះតែរីកចម្រុងចម្រើនជាលំដាប់ដូច្នោះដែរព្រះពុទ្ធសាសនាសាបសូន្យដោយហេតុ5យ៉ាង1មិនស្ដាប់ធម៌ដោយគោរព2មិនរៀនធម៌ដោយគោរព3មិនទ្រទ្រង់ធម៌ដោយគោរព4មិនពិចារណាធម៌ដោយគោរព5មិនប្រតិបត្តិធម៌ដោយគោរព